ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Platform កាលពីថ្ងៃអង្គារបានចេញផ្សាយពីកម្មវិធីដាច់ AI ថ្មីមួយសម្រាប់ជាជំនួយការ Meta AI របស់វាដែលស្រដៀងទៅនឹងកម្មវិធីដែលផ្ដល់ដោយ Microsoft និង OpenAI និង Alphabet Google ដែរដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងរីកដុះដាលទូទាំងពិភពលោក Meta ក៏បង្កើតកម្មវិធីឯករាជ្យថ្មីនេះឡើងដើម្បីបង្កើនការប្រើប្រាស់ជាជំនួយការ AI នៅក្នុងគ្រួសារនៃកម្មវិធីទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុនរួមមាន WhatsApp, Instagram, Facebook និង Messenger ដែលដាក់ឈ្មោះថា Llama 4 នាយកប្រតិបត្តិ Meta គឺលោក Mark Zuckerberg បាននិយាយពីជំហររបស់ក្រុមហ៊ុនថានៅក្នុងទស្សនវិជ្ជាប្រកួតប្រជែងនេះ Llama 4នឹងក្លាយជាគូប្រជែងធំជាមួយ OpenAI និង Google Llama 4គឺជាគំរូភាសាធំចុងក្រោយបង្អស់របស់ Meta ដែលផ្ដល់ថាមពលដល់ Meta AI ហើយត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយ model AI ចុងក្រោយបង្អស់ពីក្រុមហ៊ុន OpenAI, Google, DeepSeek និង Anthropic ជាមួយនឹងការកែលម្អហេតុផលសមត្ថភាពពហុភាសានិងប្រសិទ្ធភាពខ្ពស់ក្រុមហ៊ុនបាននិយាយថាកម្មវិធីនេះនឹងរួមបញ្ចូលជាមួយ Venta AI របស់ Meta ផងដែរកម្មវិធីនេះមានសមត្ថភាពដូចនឹង ChatGPT ដូចជាការសន្ទនាតាមអត្ថបទនិងសំឡេងរចនារូបភាពនិងស្វែងរកព័ត៌មានតាមអ៊ីនធឺណិតអ្វីដែលប្លែកពីគេនោះគឺកម្មវិធីនេះមានមុខងារ Discover ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចឃើញនិងចែករំលែកការសន្ទនាជាមួយ AI ដែលមិត្តភ័ក្តិបានតាមរយៈ Instagram និង Facebook យ៉ាងងាយស្រួលតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters គឺ Meta នឹងចាប់ផ្ដើមសាកល្បងដាក់ឲ្យអ្នកប្រើប្រាស់បង់ប្រាក់សម្រាប់កំណែកម្រិតខ្ពស់របស់ AI chatbot នៅក្នុងត្រីមាសទី2នេះយ៉ាងណាមិញទោះបីជា Meta AI មានលក្ខណៈស្រដៀងនឹង ChatGPT ក៏ដោយប៉ុន្តែវាបានបង្កើតភាពខុសគ្នាតាមរយៈការរួមបញ្ចូលជាមួយបណ្ដាញសង្គមនិងផ្ដោតលើការចូលរួមរបស់សហគមន៍ហើយគេអះអាងថាវានឹងជួយបង្កើតបទពិសោធន៍ AI ដ៏ទាន់សម័យនៅក្នុងសង្គមមនុស្សបច្ចុប្បន្ន